លោកបណ្ឌិតថងលុនស៊ីស៊ូលីតអញ្ជើញមកដល់កម្ពុជាដើម្បីបំពេញទស្សនកិច្ចផ្លូវរដ្ឋរយៈពេល2ថ្ងៃកាលពីព្រឹកថ្ងៃសុក្រទី6ខែកុម្ភៈឆ្នាំ2026លោកបណ្ឌិតថងលុនស៊ីស៊ូលីតអគ្គលេខាធិការបកប្រជាជនបដិវត្តន៍ឡាវនិងជាប្រធានរដ្ឋឡាវបានអញ្ជើញមកដល់ប្រទេសកម្ពុជាហើយដើម្បីបំពេញទស្សនកិច្ចផ្លូវរដ្ឋរយៈពេល2ថ្ងៃយោងតាមក្រសួងការបរទេសកម្ពុជាបានដឹងថាដំណើរបំពេញទស្សនកិច្ចផ្លូវរដ្ឋរបស់លោកបណ្ឌិតថងលុនស៊ីស៊ូលីតធ្វើឡើងតបតាមការអញ្ជើញរបស់ព្រះករុណាព្រះបាទសម្ដេចព្រះបរមនាថនរោត្តមសីហមុនីព្រះមហាក្សត្រនៃព្រះរាជាណាចក្រកម្ពុជាក្រសួងបានឲ្យដឹងទៀតថាក្នុងឱកាសទស្សនកិច្ចផ្លូវរដ្ឋនេះព្រះករុណាជាអង្គម្ចាស់ជីវិតលើត្បូងសពព្រះរាជហឫទ័យរាជានុញ្ញាតឲ្យលោកបណ្ឌិតថងលុនស៊ីស៊ូលីតចូលគាល់ដើម្បីធ្វើសវនកម្មនិងប្រប្រទានពិធីលៀងសាយភោជជាកិត្តិយសជូនលោកអគ្គលេខាធិការបកនៅព្រះបរមរាជវាំងផងដែរលោកអគ្គលេខាធិការបកនៅជាប្រធានរដ្ឋក្រុងនឹងអញ្ជើញដាក់គម្រោងផ្កាគ្រប់វិញ្ញាណក្ខន្ធនៅវិមានឯករាជ្យនិងនៅមណ្ឌលព្រះបរមរូបព្រះករុណាព្រះបាទសម្ដេចព្រះនរោត្តមសីហនុព្រះបរមរតនកោដ្ឋអតីតព្រះមហាក្សត្រនៃព្រះរាជាណាចក្រកម្ពុជាលោកបណ្ឌិតថងលុនស៊ីស៊ូលីតក៏នឹងមានជំនួបកំពូលជាមួយសម្ដេចតេជោហ៊ុនសែនប្រធានប្រសិទ្ធិកម្ពុជាផងដែរក្រៅពីកម្មវិធីទស្សនកិច្ចផ្លូវរដ្ឋហើយនោះលោកថងលុនស៊ីស៊ូលីតក៏នឹងមានកម្មវិធីក្នុងក្របខ័ណ្ឌបកនយោបាយលោកថងលុនស៊ីស៊ូលីតនឹងមានជំនួបទ្វេភាគីជាមួយសម្ដេចតេជោហ៊ុនសែនក្នុងឋានៈជាប្រធានគណៈបកប្រជាជនកម្ពុជាហើយក៏មានជំនួបត្រីភាគីរវាងសម្ដេចតេជោហ៊ុនសែនលោកថងលុនស៊ីស៊ូលីតនិងលោកទូលឹមអគ្គលេខាធិការបកកុម្មុយនីសវៀតណាមផងដែរដំណើរទស្សនកិច្ចផ្លូវរដ្ឋរបស់លោកបណ្ឌិតថងលុនស៊ីស៊ូលីតត្រូវបានក្រសួងការបរទេសកម្ពុជាចាត់ទុកជាការពង្រឹងបន្ថែមនៅចំណងមិត្តភាពដ៏កក់ក្ដៅរវាងប្រទេសទាំងពីរនិងឆ្លុះបញ្ចាំងអំពីការបដិញ្ញារួមក្នុងការពង្រឹងនិងធ្វើឲ្យកាន់តែស៊ីជម្រៅបន្ថែមទៀតនៅកិច្ចសហប្រតិបត្តិការដែលផ្ដល់ផលប្រយោជន៍ទៅវិញទៅមកស្របតាមស្មារតីភាពជាដៃគូយុទ្ធសាស្ត្រគ្រប់ជ្រុងជ្រោយនិងយូរអង្វែងរវាងកម្ពុជានិងឡាវដើម្បីការអភិវឌ្ឍនិងអវិបុលភាពនៃប្រជាជាតិនិងប្រជាជននៃប្រទេសទាំងពីរកម្មវិធីចំណេញទ្វេដងអាជីវករទិញប្រអប់ Sky One TV ស៊េរីថ្មីចំណេញប្រាក់ច្រើនជាងដំឡើងប្រអប់ Sky One TV ស៊េរីថ្មីក៏ចំណេញប្រាក់ច្រើនផងដែរអ្នកទស្សនាទទួលបានប៉ុស្តិ៍ច្រើនព្រមទាំងប៉ុស្តិ៍កីឡាបាល់ទាត់ពិភពលោកគ្រប់ស្ថាប័ន Sky One TV លើសពីទូរទស្សន៍នៅកម្ពុជា Sky One TV សូមភ្ជាប់គម្រោងថ្មីច្រើនជាង140ប៉ុស្តិ៍តម្លៃពិសេសមួយឈុត$65ដោយមិនគិតថ្លៃសេវាប្រចាំខែ Sky One TV លើសពីទូរទស្សន៍នៅកម្ពុជា